Ok, so stay on what I'm mà ngàyนี้ខ្ញុំធ្វើការ live តក្នុងការឆាតចូលទីផ្សារមាសបាទនៅលើកណ្ដាលផ្ទាល់តែម្ដងបាទនេះម៉ោងព្រឹកម៉ោង8នៃយើង8នៃយើងម៉ោង8ព្រឹកយើងแล้วទីផ្សារមាសនេះកំពុងដណ្ដើរខ្ញុំគូ support resistance ឲ្យបន្តិចនេះឥឡូវយើងឃើញថាវាដើរវាកំពុងតែមក reaction ជាមួយនឹងresistance នេះហ្នឹងចាំមើលតើវាធ្លាយទៅលើទៀតឬក៏យ៉ាងម៉េចបើសិនណាវាធ្លាយទៅលើទៀតហើយវាធ្វើមក2 candle ទៀត candle ទី1ទៅឲ្យវា close ពីលើ candle ទី2ទៅវានៅពីលើទៀតបានវា support សញ្ញាទៅលើបានបើសិនណាវាមិន close នៅខាងលើ resistance នេះទេទៀននេះវា close down ហើយទៀនមួយទៀតវា down មានន័យថាវាមកដល់កន្លែងនេះវិញដល់កន្លែងហើយ support resistance នេះណាអញ្ចឹងទៀនព្រឹកហ្នឹងវាមានទម្រង់ដើរបែបហ្នឹងបាទវាទៀននៅចន្លោះនេះអញ្ចឹងវាទៀននេះយើងឃើញនៅវាដូចជាវា reaction មកវិញជាងដូចកាលនេះអញ្ចឹង1 2 3ហ្នឹងវាប៉ះ resistance ហ្នឹងវា reaction មកក្រោមវិញវាប៉ះមកក្រោមវិញវាប៉ះមកក្រោមវិញវាដើមឡើងកន្លែងហ្នឹងអញ្ចឹងយើងមើលវាសាកល្បងតែម្ដងទៀតហើយព្រឹកហ្នឹងតែវាអាចបំបែកហ្នឹងទៅលើបានអត់បើសិនណាទៀននេះវា down ទៀននេះទៀនពងដានេះវា close down ហើយយើងចង់ឲ្យទៀននេះក៏វាអាចហួសពេលដែរបើសិនវា close down យើង down បើសិននេះវា close up អានោះទៅលើអញ្ចឹងលើយើងចាំមើលទាំងអស់គ្នាមើលទៀននេះវា close up ឬ close down ទៀន5នាទីណាយើងសាកល្បងមើលទៀន1នាទីមើលវាដើរដល់ណាអូទៀន1នាទីវាដូចជាដើរ down មកទៅហើយអញ្ចឹងវាភាគរយ down វាខ្ពស់ភាគរយចុះក្រោមគឺវាខ្ពស់អត់ហើយដោយសារតាមព្រឹង1នាទីនេះវាចុះមកច្រើនដែរជាងវាប្រកាសជា close down ណា close down កាលណាវា close down វាទៅមកវិញមកចេះអញ្ចឹង time frame ថ្ងៃហ្នឹងមាសវាអត់សូវដើរ time frame ធំវាដើរ time frame ខ្លីៗនេះ time frame 5នាទីវាដើរចន្លោះ support resistance 1 2 3តាំងពីម្សិលមិញមកវាអត់សូវដើរបាទអញ្ចឹងថ្ងៃនេះខ្ញុំមានចង់ live ជម្រាបជូនប៉ុណ្ណឹងចាំមើលបើសិនណាមួយនេះវា close up close នៅពីលើនេះមានតែលទ្ធភាពវាបុកទម្លុះឡើងទៅលើទីបានហើយសូមថាទម្លុះឡើងទៅលើទៅដល់ណាយើងមើល time frame 5នាទីមកនេះវានឹងមកដល់នេះនឹងត្រូវតែវាទម្លុះបានណានេះវាមកដល់នេះនេះវាមកដល់នេះវាសាកបងប្រហែលសារតែវាអត់តន់ធ្លុះណាវាអាចមកដល់នេះទៀនសិនតែវាទម្លុះទៀននឹងបានវាទម្លុះresistance នឹងបានវាមកដល់នេះចេញពីហ្នឹងវាមកដល់នេះវាព្យាយាមលុះបានសារនេះ1 2 3 4ហ្នឹងណាតែវាលុះបានអូខេមានប៉ុណ្ណឹងសម្រាប់ឲ្យ live ប៉ុណ្ណឹងប៉ុណ្ណឹងនាទីនេះចឹងវា close down ឡើងទៀតឲ្យមក down គឺខ្ពស់វាមក down ចេះប៉ុន្តែសារ time frame វាដើរនៅខ្លីៗtime frame 5នាទី1នាទីអីទេអញ្ចឹងយើងប៉ុន្តែមិនត្រូវគួរចូលទីផ្សារទេតែ time frame ទួយអត់ទួយយើងខាតយើងខាតច្រើន time frame ធំយើងក៏លេខទៅមើល time frame ធំចាប់ពី1ម៉ោងទៅវាដើរខ្លីមែនតើនេះវាដើរចន្លោះ range ហ្នឹងវាអត់តន់ឆ្លងផុត zone ហ្នឹងទេវាប៉ានេះមកវិញប៉ានេះមកវិញប៉ានេះមកវិញអញ្ចឹងណាចាំមើលអាប៉ាលើហ្នឹងតែវាអាចទៅឬក៏មកលើចាំមើល reaction របស់វាមើលព្យាយាមប៉ះមកមកវាព្យាយាមមកចេះប៉ុន្តែវា reaction មកក្រោមចេះអូខេសម្រាប់តាមប្រេនវាខ្លីៗពេកទីផ្សារវាអត់សូវកម្រើកបែបប្រចាំព័ត៌មានអីបងផ្សេង
chẳng miền là scenario của phần năng và sana đi flow down vì làm đo mà đo vì ai đo mà đo lại ní cái anh đo lại ní nè bởi vì flow up tôi quên cứ vì ai mà đo lại nè và sana flow up với ai mà đo lại ní nè nè mà đo lại ní và sana flow up mà đo lại ní nè vì đo chạy nè cứ mà đo lại nèฟังอะไรนี่ฉันรออ่ะพี่จำไว้ตรงนี้นะโอเคเช่นสัญญาณไลน์เนี่ยนั่งเมนปันนั่งส่วนจุดเรียบเอาคนจาน